សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខួងមានរឿងនិទានបុរាណមួយដែលមានចំណងជើងថាកំឡោះពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដូចម្ដេចនឹងបានចៅម្នាក់ឆ្លើយថាងាយទេអញគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែអញមិនស្គាល់អញបើអញសួរអញកុំប្រាប់ថារទេះចូលអញប្រាប់ថាចន្ទោលថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបរោះបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែណាក់អញ្ជើញមកអាយឈប់និយាយគ្នាលេងបន្តិចសិនបរោះការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលោកកំឡោះម្នាក់បរទេះមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបរោះប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបរោះនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបរោះនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយ៉ែនកំឡោះនោះថាបើខ្ញុំច័ន្ទខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសូមតែប្រពន្ធអ្នកបរោះនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅកំឡោះដៃឆសួរទៅអ្នកបរទេះចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេះប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រៃនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្ននកង់នេះគេហៅត្រប៉ង់ដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរោះជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាន់យើងឲ្យប្រពន្ធមកយើងឬម្ដេចបរោះជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបរោះនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបរោះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅប្រទេសសុភាទន្សាយសាយសួរថាថ្វីបានគេយំបងបរោះនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកុំភ័យរកតែចេកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបរោះនោះអរណាស់ខំទៅរកចេកមកឲ្យសុភាទន្សាយសុភាចេករួចហើយដើរទៅជាមួយបរោះនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នោះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វីបរោះនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមធូកត្រៃប្រែកថ្នាំងត្រប៉ងរួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នោះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញទៅសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូកគេគ្មានត្រង់តាមព្រះច្បាប់សោះបរោះនោះប្រាប់ប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វានសូមអរគុណសម្រាប់ការតាមស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា